Dùm mong đắp vì nhầm bắt ní gì lơ ta lê lơ mà nè anh vô Chinh ao chai tới chai đi rồi chan tư chạp nông ní trên bịp giặc nhưng mà chạp tư công nơi đi chạp phích cả nhà nháy quay ọ lơ hết anh mà nụ dưỡng với đặc cạt một từ khuôn tật ti từ vĩnh có khuôn tật ti đây là nhômរឿងមកតាកំណាញ់ដីនៅក្នុងភូមិមួយមានតាចាស់ម្នាក់ដែលជាបរិបពុម៉ាយរស់នៅតែម្នាក់ឯងហើយតាចាស់ម្នាក់នោះគាត់គឺជាមនុស្សដែលមានចិត្តកំណាញ់ខ្លាំងណាស់អាយ៉ាឆ្នាំនេះស្រូវរបស់យើងចាប់ផ្ដើមរៀងល្អជាងឆ្នាំមុនបណ្ដាហើយស្លឹកគ្រៃក៏ដុះលាស់ខ្ចីល្អទៀតឆ្នាំនេះយើងនឹងលក់បានលុយច្រើនជាងខាងខាងឡើយបន្តិចក្រោយមកឆយក៏បានដើរមកផ្ទះតាម៉ាប់ដើម្បីសុំកូនស្លឹកគ្រៃពីគាត់បងម៉ាប់អើយបងម៉ាប់ឲ្យខ្ញុំសុំគល់ស្លឹកគ្រៃបានពី3សន្លឹកយកទៅស្លមកជូរគ្រឿងសាច់គោមកពេលមកបងខ្ញុំមើលទៅគល់ស្លឹកគ្រៃបងដូចជាល្អណាស់ហើយបងអើយបានជាខ្ញុំចង់គិតថាចង់ស្លសម្លមកជូរគ្រឿងសាច់គោមួយចានហ្នឹងណាបងស្អីគេអាប្អូនឆយយីអើវើយមកសុំគល់ស្លឹកគ្រៃអីក៏ស្រួលម្ល៉េះអាប្អូនប្រុសហើយអាប្អូនឆយឯងគិតថាគល់ស្លឹកគ្រៃហ្នឹងវាដូរខ្លួនឯងមែនគ្មានគល់ស្លឹកគ្រៃណាមកនៅទីកន្លែងនេះដើម្បីឲ្យសុំស្រួលនោះទេទៅរកទិញនៅឯផ្សារទៅទីនេះគ្មានរបស់ហ្វ្រីទេវើយស្អីក៏ចិត្តអាក្រក់ចិត្តខ្មៅម្លេះបងម៉ាប់អាសូរតែរបស់តម្លៃរាប់លានទៅក៏ខ្ញុំមិនថាដែរតែនេះគ្រាន់តែស្លឹកគ្រៃពី3សន្លឹកសោះហ្នឹងណាបើបងម៉ាប់ឯងចិត្តអាក្រក់ម្លឹងតិចគ្មានញាតរាប់ទៅរាល់ថ្ងៃនេះចង់អ្នកណារាប់យើងឬក៏មិនរាប់យើងក៏ហើយទៅយើងក៏មិនចង់ឲ្យពួកអ្នកទាំងអស់នោះមករាប់យើងជាញាតិរបស់យើងដែរជាពិសេសគឺអាប្អូនឆយឯងនឹងតែហ្មងដឹងញាតិរបល់យកអីទេរាប់អានដើម្បីទៅសុំរបស់យើងទាំងនោះបានមិនអីទេបងម៉ាប់បើបងរាប់អានជាមួយនឹងខ្ញុំបងគិតថាខ្ញុំចង់បានតែផលប្រយោជន៍តែពីបងនោះអញ្ចឹងមិនអីទេបងអញ្ចឹងខ្ញុំទៅវិញហើយបងបើអាប្អូនឆយឯងទៅកាន់តែឆាប់កាន់តែល្អពីព្រោះអីផ្ទះបងនឹងក៏មិនទៅចង់ទទួលភ្ញៀវចូលផ្ទះប៉ុន្មានដែរនឹងមុខនេះបើឲ្យនៅរៀងយូរតែបន្តិចទៀតស្រួលមិនស្រួលអាចនឹងសុំបាយ IC មកពេលទៀតផងមិនដឹងអូមិនបាច់ចាំទៅភ័យខ្ញុំទេបងម៉ាប់ខ្ញុំមិនទៅសុំបាយបងហូបនោះទេអញ្ចឹងខ្ញុំសុំទៅវិញហើយបងនិយាយរួចពូឆយក៏បានដើរចាកចេញបាត់ទៅច្រូចកូនឯងដើរទៅសុំមន្ទីរនៅផ្ទះតាម៉ាប់ឲ្យម៉ែពីវាក្របមកកូនពេលកូនឯងដើរទៅដល់ផ្ទះគាត់កូនឯងស្រែកប្រាប់គាត់ថាម៉ែឲ្យកូនឯងមកសុំណាកូនម៉ែសុំទៅមន្ទីរមកមកអីម៉ែតែកូននិយាយថាតាម៉ាប់នោះគាត់នឹងច្រកខាងខ្លាំងណាស់ម៉ែកូនតាក៏បីម៉ែរឿងនឹងម៉ែក៏មិនដឹងដែរណាកូនកូនសាកទៅសុំគាត់សាកមើលម្ដងសិនទៅណាកូនបើមិនចាំកូនមកប្រាប់ម៉ែវិញមកម៉ែចឹងកូនទៅសុំគាត់ហើយណាម៉ែនៅពេលដែលច្រូចដើរទៅដល់ផ្ទះតាម៉ាប់ខ្ញុំមកសុំមកទៀតពី3គ្រាប់បងស្អីទៀតហើយអញអើយអស់ពី1ចូលមួយទៀតហើយអញ
nè ăn tết tới ở tại ấy chắp đá từ lót từ prap mà tại ấy bình tư từ prap mà tại ấy thá đồng năm được tiếc tá mình mê chỉ còn lấy sầm rắp thì chạy đầm nói rứa có chỉ còn lấy sầm rắp ai mà nụ kia một xóm slu được thế nè cháu Chẳng ba này thà ta mà ơi mình biết nhung ấy ta chẳng chẳng nhung tập rap mà bọc nhung bên chân ta cứ ta mình hỏi năng hỏi tới chắp từ bên tới cháu និយាយរួចជ្រោយក៏បានដើរត្រឡប់ចាក់ចេញពីផ្ទះរបស់តាម៉ាប់វិញទៅ Má ơi nơi ở đây đã nhung này bọc mà hay không bên này con nơi thật đó con xong một cây cốt mình trong tay mà ơi con hết ham được tì con tiếp nè má ơi មិនអីទេកូនអញ្ចឹងកូនដើរទៅទិញនៅផ្សារឲ្យម៉ែបន្តិចមកកូនតាមម៉ាប់នេះពិតជាចិត្តអាក្រក់ដូចអ្វីដែលគេគ្រប់គ្នានិយាយមែនហើយ នៅថ្ងៃបន្ទាប់មានមនុស្សពីរនាក់បានដើរមករកតាម៉ាប់នៅផ្ទះរបស់គាត់ ជំរាបសួរបងម៉ាប់កំពុងតែធ្វើអីហ្នឹងលោកបង អត់មានធ្វើអីផងហើយប្អូនទាំងពីរនាក់ទៅណាមកណាដែរហ្នឹងមិនបានជីចូលមកដល់ផ្ទះរបស់ខ្ញុំអញ្ចឹងហ៎ហើយនាំគ្នាមកផ្ទះខ្ញុំហ្នឹងប្រងរឹកអីដែរនោះ បាទលោកបងពួកខ្ញុំមកនេះគឺអញ្ចឹងទេលោកបងនៅពេលចន្លោះប្រហែលជាជាង3ខែទៀតគេនឹងធ្វើផ្លូវនៅក្នុងភូមិយើងនេះបន្ថែមទៀតហើយវាអាចនឹងចូលដល់ដីរបស់លោកបងខ្លះដែរអញ្ចឹងលោកមេភូមិបានឲ្យពួកខ្ញុំទាំងពីរនាក់នេះគឺជាអ្នកដើរសាកសួរយោបល់ពីម្ចាស់ដីដែលត្រូវប៉ះពាល់ទាំងអស់នោះណាលោកបងអញ្ចឹងហើយបានជាពួកខ្ញុំមកសុំលោកបងនៅដីចំនួន1ម៉ែត្រការ៉េដើម្បីឲ្យគេយកធ្វើផ្លូវ នឹងបានឲ្យអ្នកភូមិរបស់យើងទាំងអស់គ្នាហ្នឹងបានមានផ្លូវល្អនឹងគេសម្រាប់ធ្វើដំណើរណាលោកបងតែលោកបងព្រមដែរឬទេលោកបង អូយឲ្យចូលវាស្អីទៀតហើយនោះអូយអញព្រះម្ចាស់ថ្លៃអើយមើលខ្ញុំសួរបងប្អូនឯងទាំងពីរនាក់នឹងតិចមើលហើយតែបងប្អូនទាំងពីរនាក់ឯងហ្នឹងទុកនៅនឹងមែនណាបានជីនាំគ្នាមកសុំអីស្រួលមែននោះឆាប់ទៅផ្ទះខ្ញុំវិញឲ្យរៀងស្រូតតិចទៅតិចទ្រាំមិនបានទៅឥឡូវហើយអញ អត់ទេបងប្រុសគឺគេសុំដីពីបង1ម៉ែត្រនេះគឺគេយកធ្វើជាផ្លូវសម្រាប់ជួយសម្រួលដល់ប្រជាជននៅក្នុងភូមិយើងឲ្យបានធ្វើដំណើរទៅណាមកណាបានមានភាពងាយស្រួលជាងមុននឹងណាលោកបង ស្អីគេនិយាយចេញមកធ្វើមួយតែខ្ញុំនឹងជាអ្នកចែកអំណោយមែននោះទៅឆាប់នាំគ្នាចេញពីផ្ទះខ្ញុំឲ្យឆាប់ទៅកុំនៅនិយាយច្រើនពេកតែញ៉ៃញ៉ៃបាយអស់លើហើយអញ មិនជឿទៅស្រួលទេអីឆោមតោះពួកយើងគួរតែប្រញាប់ត្រឡប់ទៅវិញទៅអីពួកយើងហ៊ានតែនៅតិចទៀតបើមិនរបួសក៏គ្រោះថ្នាក់ដែរតោះយើងទៅវិញឆោម នៅពេលដែលពូឆយនឹងឆោមបានធ្វើដំណើរចាក់ចេញផុតបាត់ទៅរំពេចនោះស្រាប់តែមានសត្វឆ្កែមួយក្បាលវាបានដើរមកខាំស៊ីស្លឹកគល់ស្លឹកគ្រៃរបស់តាម៉ាប់ភ្លាមនោះក៏បានធ្វើឲ្យតាម៉ាប់កើតមានចិត្តមួម៉ៅក្តៅក្រហាយជាខ្លាំងភ្លាមនោះតាម៉ាប់ក៏បានរើយកដុំថ្មមួយដុំគប់ទៅលើសត្វឆ្កែមួយក្បាលនោះហើយសំណាងអាក្រក់ដុំថ្មនោះក៏បានទៅត្រូវនឹងដើមឈើហើយក៏ផ្លាត់ទៅតាម៉ាប់ខ្លួនឯងវិញបែកក្បាល តែខ្យល់ស្លាប់ពីពីតែម្ដង យីអាវៃអស់ពីមួយចូលមួយហើយនេះពីមុនមនុស្សឥឡូវចូលមករកឆ្កែម្ដងហើយឆ្កែអាណាគេហ្នឹងចិញ្ចឹមអត់ចេះចងខ្សែចងអីស្រួលមួយទេវើយចេញឲ្យឆ្ងាយទៅអាឆ្កែដេរឆានមើលអញរឹសដុំថ្មគូក្បាលអាហ្នឹងមកបែកម្ដងមើលអូយអាយអូយឈឺណាស់អូយបែកក្បាលខ្ញុំហើយជួយខ្ញុំផងអូយឈឺណាស់តែខ្យល់ខ្ញុំស្លាប់ឥឡូវហើយអូយ
ហើយចុះវាមានរឿងស្អីឯងណាច្រយកូនមិនបានស្រ័យដូចជាមានអាណាគេងាប់អញ្ចឹងណាយីអាកូននេះវើយ ម៉ែអើយមិនកូនឃើញតែម៉ាប់គាត់ស្លាប់បាត់ហើយម៉ែ ណែកូនកូនឯងកុំចេះតែនិយាយផ្ដេសផ្ដាសណាកូនក្មេងគឺគេមិនអោយរៀននិយាយកុហកទេណាកូនវាមិនល្អទេហើយក៏គេមិនអោយយកអាយុជីវិតរបស់អ្នកណាម្នាក់យកមកលេងសើចដែរណាកូនវាមានបាបកម្មខ្លាំងណាស់ដឹងទេណាកូន អត់ទេម៉ែគឺកូនបានឃើញគាត់ស្លាប់ទៅនៅក្នុងកូនតែបងណាម៉ែគឺតែម៉ាប់គាត់ធ្វើឲ្យសាច់ឆ្កែនៅក្បាលតែវាបានលុកខាំស្លាប់ក្រៃរបស់គាត់ហើយកូនក៏បានទៅបងថ្មទៅគ្រប់លើសាច់ឆ្កែនោះតែបងថ្មនោះគឺទៅត្រូវដើមឈើហើយក៏ផ្លាតមកវិញគឺទៅក្បាលអុកបែកក្បាលស្លាប់តែម្ដងណាម៉ែ អាយយតែប៉ុណ្ណេះខ្ញុំច្បាស់ជាលែងហ៊ានដើរកាត់តាមមុខផ្ទះរបស់តាម៉ាប់ទៀតហើយសម្បីតែនៅរស់ម្លេះចិត្តអាក្រក់អង្ងាប់ហើយចុះតម្រាំតែគាត់ស្លាប់អញ្ចឹងទៀតនោះមិនដឹងជាវិញ្ញាណគាត់នៅអឡោះអាល័យទ្រព្យសម្បត្តិរបស់គាត់យ៉ាងណាទៅចាប់តាំងពីថ្ងៃដែលតាម៉ាប់បានស្លាប់បាត់ទៅគឺមិនមានអ្នកណាម្នាក់ហ៊ានដើរកាត់មុខផ្ទះរបស់គាត់នោះទេលុះដល់គម្រប់បាន7ថ្ងៃដែលព្រលឹងខ្មោចតាម៉ាប់បានដឹងខ្លួននៅពេលនោះមានបរិបប្រមាត់ម្នាក់បានដើរកាត់មុខផ្ទះរបស់គាត់ យប់ម៉ោង12ខ្ញុំបាត់គ្នាទៀតឥឡូវដើរលេលើម្នាក់ឯងយកបដាច្បាំងងឹតជើងភ្នែកខ្ញុំមិនកំឡុងមើលឡើងបែកតែងយកចុះពីណាគេនឹងនៅគឺស្ងៀមព្រឹងមើលទៅវិញទៅស្រួលទីអញយកនេះអ៊ំវិញអ៊ំឯងយប់ស្មានហ្នឹងហើយអត់ទៅផ្ទះទៅសបាយនេះទេអ៊ំឯងនឹងគួយម្នាក់ឯងហ្នឹងតិចខ្មៅឡើងទៅអ៊ំ រំពេចនោះព្រលឹងខ្មោចតាម៉ាប់មិនព្រមនិយាយអ្វីទាំងអស់ហើយក៏បានទម្លាក់បាល់ចូលមកដីលន់សោកឌុបធ្វើឲ្យបរិបប្រមឹកម្នាក់នោះហើយរត់បាត់ជើងសូព្រាតបាត់ទៅ អ្នកណាក៏ដោយឲ្យតែហ៊ានដើរចូលមកដល់កន្លែងរបស់យើងនឹងធ្វើឲ្យពួកវាភ័យបាក់ស្បាត់តែម្ដង លុះដល់ពេលព្រឹកឡើងបរិបប្រមឹកម្នាក់នោះក៏បានយករឿងដែលខ្មោចតាម៉ាប់បានលើកបន្លែកខ្លួនកាលពីយប់មិញនោះទៅប្រាប់អ្នកភូមិ ណែអ្នកទាំងអស់គ្នាខ្ញុំមានរឿងមួយណែកាលពីយប់មិញនេះនៅពេលដែលខ្ញុំដើរត្រឡប់មកពីផឹកស្រានៅចុងភូមិវិញណាខ្ញុំត្រូវខ្មោចតាម៉ាប់លោកខ្ញុំទៅរត់ឲ្យចង់បាត់ក្លោកហើយ វាមិនដែរទេពូខ្ញុំដូចជាមិនជឿពូបន្តិចខ្លះហើយខ្ញុំសង្ស័យតែពូស្រវឹងមិនទាន់ស្វាហើយចេះតែយើងរឿងនិយាយកុហកអ្នកភូមិទីដល់អីពូ ខ្ញុំមិនបាននិយាយកុហកអ្នកណានោះទេពីព្រោះអីកាលពីយប់មិញហ្នឹងខ្មោចតាម៉ាប់បានលើខ្ញុំពិតមែនណាបើប្អូនមិនជឿខ្ញុំទីនោះចឹងចាំយប់ហ្នឹងប្អូនឯងសាកទៅផ្ទះគាត់សាកមើលខ្លួនឯងទៅចឹងហើយ មិនអីទេអញ្ចឹងចាំយប់ហ្នឹងខ្ញុំនឹងទៅដីផ្ទះរបស់តាម៉ាប់តែម្ដងខ្ញុំក៏ចង់ដឹងដែរតែខ្មោចតាម៉ាប់ហ្នឹងខ្លាំងប្រព័ន្ធណាលុះដល់ពេលយប់ឡើងនាយអស្ចារ្យក៏បានធ្វើដំណើរទៅចុងអង្រឹងលេងនៅក្រោមដើមឈើនៅមុខផ្ទះរបស់តាម៉ាប់លុះដល់ពេលកណ្ដាលអាធ្រាត្រ ហេអាបកាច់មិនបានជាឯងមកដេកនៅនឹងមុខផ្ទះរបស់យើងអញ្ចឹងឆាប់ចេញពីផ្ទះរបស់យើងភ្លាមទៅឬមួយឯងចង់ឲ្យយើងទៅកាច់បាក់អូឯងមែនទេ នៅពេលនោះនាយអស្ចារ្យក៏ចាប់ផ្ដើមមានអារម្មណ៍ពិតភ័យយ៉ាងខ្លាំងអាយអើយឮតែគេនិយាយថាខ្មោចតាម៉ាប់លើឥឡូវខ្ញុំបានជួបផ្ទាល់ហើយខ្ញុំខ្លាចឲ្យគាត់ធ្វើបាបខ្ញុំអីតាទៅវិញហើយ លុះដល់ពេលព្រឹកឡើងនាយអស្ចារ្យក៏បានដើរមកប្រាប់អ្នកភូមិដូចទៅនឹងបរិសប្រមាត់បានប្រាប់អ្នកភូមិដូចគ្នាអ្នកទាំងអស់គ្នាពេលនេះខ្ញុំពិតជាជឿពិតប្រាកដមែនហើយយប់មិញនេះខ្ញុំចង់សាកល្បងមើលខ្ញុំក៏ត្រូវខ្មោចតាម៉ាប់ឡើងដែរយប់មិញនេះខ្ញុំរត់ឡើងចង់បះសក់ហើយ ស
សម្រួលអារម្មណ៍មិនអីទេណាញោមអញ្ចឹងចាំយប់នេះអាត្មានឹងទៅនិយាយជាមួយវិញ្ញាណខ្មោចនោះឲ្យ លុះដល់ពេលយប់ឡើងលោកតានិងអ្នកភូមិបាននាំគ្នាធ្វើដំណើរទៅកាន់ផ្ទះរបស់តាម៉ាប់ ញោមអើយញោមម៉ាប់ញោមឆាប់ចេញមកជួបអាត្មាបន្តិចមកញោមអាត្មាមានរឿងចង់និយាយជាមួយនឹងញោមឯងបន្តិចណាញោម រំពេចនោះព្រលឹងខ្មោចតាម៉ាប់ក៏បានផុសឡើងនៅនឹងមុខលោកតានិងអ្នកភូមិទាំងអស់គ្នា តើលោកតាមានរឿងអីបានជាលោកតានាំអ្នកភូមិមករំខានកន្លែងរបស់ខ្ញុំកណាដូច្នេះលោកតាអាត្មាមកនេះគឺអាត្មាចង់មកបញ្ជូនវិញ្ញាណក្ខន្ធរបស់ញោមទៅឲ្យចាប់ជាតិចាប់កំណើតសាជាថ្មីណាញោមហើយអាត្មាក៏មិនចង់ឃើញញោមនៅសាងបាបកម្មលើបន្លាញអ្នកភូមិនេះក៏ទៅទៀតដែរណាញោមអញ្ចឹងឲ្យអាត្មាសុំបិណ្ឌបាតចុះណាញោមណាអត់ទេកណាមិនទៅណាចោលផ្ទះចោលសម្បែងនឹងទ្រព្យសម្បត្តិរបស់ខ្ញុំកណាជាដាច់ខាតពីព្រោះទ្រព្យសម្បត្តិទាំងអស់នេះខ្ញុំកណាស្រឡាញ់វាខ្លាំងណាស់ញោមទ្រព្យសម្បត្តិគឺជារបស់ក្រៅខ្លួនទេណាញោមនេះគឺដោយសារតែកាលពេលដែលញោមនៅរស់គឺញោមមានចិត្តកំណាញ់ស្រឡាញ់ទ្រព្យសម្បត្តិរបស់ខ្លួនខ្លាំងពេកញោមត្រូវចាំថាមនុស្សយើងពេលដែលកើតមកគឺខ្លួនទៅទេទៅវិញក៏ខ្លួនទៅទេដែរណាញោមអញ្ចឹងបើយើងមានសំណាងបានកើតជាមនុស្សហើយយើងត្រូវតែរៀនធ្វើអំពើល្អរៀនចែករំលែកនៅអ្វីដែលយើងអាចចែកទៅដល់មនុស្សណាដែលគេអត់ជាងយើងបានចែកទៅខំប្រឹងធ្វើបុណ្យសន្សំកុសលឲ្យបានច្រើននោះទើបជីវិតរបស់យើងបានចម្រើនណាញោមខ្ញុំកណាបានយល់និងជ្រះថ្លាហើយលោកតាអញ្ចឹងខ្ញុំកណាឈប់នៅវល់ឈប់អឡោះអាល័យនឹងទ្រព្យសម្បត្តិតទៅទៀតហើយកណាក៏ឈប់ធ្វើឲ្យអ្នកភូមិខ្លាចរអាខ្ញុំកណាទៀតដែរលោកតា រំពេចនោះព្រលឹងខ្មោចតាម៉ាប់ក៏បានរលាយបាត់តែម្ដងចាប់តាំងពីពេលនោះមកគឺគ្មាននរណាម្នាក់បានឃើញនឹងត្រូវព្រលឹងខ្មោចតាម៉ាប់លើកបន្លាយទៀតឡើយហើយអ្នកភូមិក៏រស់នៅបានយ៉ាងសុខស្រួលតរៀងទៅ